កុំរអ៊ូច្រើនពេកអីខ្លាចនឹងមិនបានយល់ដល់ថ្ងៃការខ្ញុំនឹងអាក្មេងនេះឆ្លើយមែនមកដាក់ទំនីយើងផងណាក្បាលម៉ាំងកត់អស់លើហើយអាឯងនេះអស់នឹងដាក់ទៅនេះមែនទេមីងបើមិនដឹងថាដាក់នៅត្រង់ណាទេយកមកដាក់លើក្បាលយើងតែម្ដងទៅតែបើអូនខ្លាចជាទេពធីតាបងផ្សងឲ្យខ្លាចជាព្រះឥន្ទតែបើអូនខ្លាចជាផ្កាឯងគឺជាអាចគោផ្កាដែលដោះលើអាចគោរឿងម្ដាយក្មេងឆ្នាកូនប្រសាលួងនាងនិមអើយនាងនិមនៅឯណានឹងនាងនិមឮយើងហៅដែរទេមិនក៏នាងបាត់មាត់បាត់ក៏មិនឆ្លើយជាមួយយើងសោះអញ្ចឹងនាងនិមនាងកូននេះវាធ្វើស្អីវាបានជាវាមិនឆ្លើយជាមួយឯងសោះនាងឯងរវល់ធ្វើស្អីបានជាមិនឆ្លើយជាមួយយើងសោះទៅជានាងឯងថ្លង់មែនទេនាងនិមតើយើងហៅយូរហើយមិនឆ្លើយសោះហ៎សុំតោះម៉ែខ្ញុំរវល់បោកកៅអៅបញ្ញាប់ឲ្យរួចតើមិនបានលើម៉ែហើយម៉ែមានការអ្វីដែរម៉ែខ្ញុំបោកកៅអៅចិត្តរួចហើយថ្ងៃក្រោយពេលយើងហៅឲ្យចេះឆ្លើយជាមួយយើងផងកុំស្ងាត់ឆឹងចឹងទៀតទៅជានាងឯងប្រឹងផ្ទៀងស្ដាប់ផងថាយើងហៅចំទាចង់បែកកឡោតហើយធ្វើមិនលឺសំតវាយចេញម្ដងទេប្រយ័ត្នយើងវាយនាងឯងឲ្យខ្មាស់គេទាំងខ្លួនកុំស្ដុកទៅម៉ែមានការអីម៉ែយើងទៅផ្ទះគេនៅឯចុងភូមិបន្តិចឯងមើលផ្ទះផងពេលបោកកៅអៅរួចក៏លាងចានឆ្នាំងរួចបោះផ្ទះហើយដាក់ចំណីឲ្យមាន់ទាស៊ីហើយក៏ដាំបាយធ្វើម្ហូបផងយើងប្រហែលជាត្រឡប់មកវិញពេលល្ងាចចាំអ្វីដែលយើងប្រាប់ដែរទេនាងនិមចាំម៉ែខ្ញុំចាំហើយម៉ែអញ្ចឹងទៅចោះចាំខ្ញុំធ្វើការនៅក្នុងផ្ទះនេះគ្រប់សពបែបយ៉ាងបើអញ្ចឹងយើងទៅហើយកុំលួចដើរផ្ដេសផ្ដាស់ផ្ទះគេបើយើងដឹងណាយើងវាយនាងឯងតែម្ដងបន្ទាប់ពីធ្វើកិច្ចការងារក្នុងផ្ទះរួចរាល់នាងនិមក៏បានមកអង្គុយលេងនៅមុខផ្ទះខណៈនោះដែរនីផាត់ក៏បានដើរចូលមកដល់អូនឹមហេតុអីក៏មកអង្គុយនៅមុខផ្ទះនេះទៅវិញចុះឯណាមីងទឹមម៉ែនឹមអញនោះគាត់ទៅណាបាត់ហើយម៉ែទៅលេងផ្ទះអ្នកដែលស្គាល់បាត់ហើយតតែល្ងាចបន្តិចទៅគាត់ត្រឡប់មកវិញបងឯងរកម៉ែខ្ញុំមានការអ្វីដែរមែនទេបងគ្រាន់តែមកលេងធម្មតាប៉ុណ្ណោះមិនបានមានការអ្វីច្រើនទេចុះនឹមទំនេរអត់បងគិតបបួលនឹមទៅលេងសង្គ្រាមនៅឯវត្តទៅជាមួយបងបានអត់បងចង់មានគូបណ្ដាទៅលេងនឹងគេដែរប៉ុន្តែម៉ែខ្ញុំមិននៅផ្ទះទេបងខ្ញុំមិនអាចដើរចោលផ្ទះអញ្ចឹងទេខ្លាចពេលដែលម៉ែមកគាត់រកមិនឃើញគាត់នឹងខឹងស្ដីបន្ទោសខ្ញុំថាដើរចោលផ្ទះទៀតណាបងទៅតាមមួយផ្លេតអន្តាមិនយូរទេបងនឹងជូនមកវិញមុនពេលព្រះអាទិត្យលិចមុនម៉ែនឹមមកដល់ទៅជាមួយបងទៅណាបងមិនចង់ទៅលេងសង្គ្រាមតែម្នាក់ឯងដោយគ្មានគូដូចរាល់ឆ្នាំទេនឹមចាត់ទុកថាទៅមើលគេមើលឯងខ្លះផងទៅណានៅតែផ្ទះមិនចេញដើរលេងខ្លាំង stress ស្លាប់ហើយបានចឹងក៏បានដែរប៉ុន្តែទៅតាមមួយផ្លេតទេណាបានតែមួយផ្លេតក៏បានដែរពិធីបុណ្យសង្គ្រាមនៅឯវត្តមានល្បែងប្រជាប្រិយយ៉ាងច្រើនដែលគ្រប់គ្នាលេងយ៉ាងសប្បាយរីករាយអញអាផាត់ឯងបដើអ្នកណាគេមកសង្គ្រាមឆ្នាំនេះវ៉ៃមើលមុខស្រស់ល្អណាស់វើយកូនចៅមកពីស្រុកភូមិណាដែរហ្នឹងគ្មានកូនចៅមកពីស្រុកភូមិណាទេគឺអ្នកនៅក្នុងភូមិយើងហ្នឹងណាកុំប្រាប់ថាឯងមើលនឹមកូនមិញទឹមមិនស្គាល់ណាវើយហេកូនមិញទឹមងាប់ហើយយើងមើលមិនស្គាល់មែនតាបើមិនសូវដើរចេញក្រៅទៅផ្ទះអ្នកណាផងឲ្យយើងចំណាំយ៉ាងម៉េចយូរជួបមុខម្ដងទេមិញទឹមប្រកែលាក់កូនកំមុំដល់ហើយវ៉ៃមិនឲ្យចេញក្រៅផ្ទះឲ្យកំឡោះឃើញសោះមិញទឹមគាត់មិនសូវឲ្យនឹមចេញក្រៅទេយើងក៏មិនដឹងថាមកពីមូលហេតុអីដែរទើបគាត់ធ្វើដូច្នេះដូចជាបិទសិទ្ធិសេរីភាពគ្នាអញ្ចឹងម៉ែប្រហែលជាមានហេតុផលរបស់គាត់ហើយទើបគាត់ហាម5ខ្ញុំដូច្នេះបើបានមកអញ្ចឹងល្អហើយនៅលេងឲ្យដល់យប់ឲ្យចាំទៅផ្ទះវិញកុំប្រញាប់ទៅលឿនពេកអីយូរបានចេញមកក្រៅម្ដងមើលគេមើលឯងខ្លះអូស្គាល់ពីសង្គមសពថ្ងៃខ្ញុំមិនអាចនៅយូរបានទេព្រោះមិនបានសុំម៉ែខ្លាចម៉ែមកវិញមិនឃើញម៉ែខឹងហ្នឹងហើយបន្តិចទៀតពួកយើងទៅវិញហើយ
និយាយសួរនាំគ្នារួចអ្នកទាំង3ក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយអ្នកឯទៀតផងដែរលុះពេលត្រឡប់មកដល់ផ្ទះវិញអរគុណបងផាត់ដែលបាននាំខ្ញុំទៅលេងសង្គ្រាមឲ្យស្គាល់គេស្គាល់ឯងនិងបានរាប់អានមិត្តភ័ក្តិបងត្រឡប់ទៅវិញចុះចាំជួបគ្នាថ្ងៃក្រោយទៀតបាទមិនអីទេបងក៏រីករាយដែរដែលនឹមសប្បាយចិត្តនាងនេះយើងបានហាមនាងឯងហើយមែនទេមុននឹងយើងចេញពីផ្ទះឬក៏នាងឯងមិនចាំទេហ៊ានលួចទៅដើរលេងចោលផ្ទះអញ្ចឹងឬនាងកូនឈួតយើងហាមហើយហាមទៀតឯងនៅតែផ្កើនជាមួយយើងដែរជាម៉ែឯងទៀតម៉ែមកផ្ទះវិញតាំងពីពេលណាក្រាញ់ថារៀងល្ងាចបន្តិចទៅម៉ែត្រឡប់មកវិញមែនទេនៅមានមុខមកនិយាយដូចឆ្នេះដាក់យើងទៀតមែនទេនាងកូនអាក្រក់យើងស្ដីបដៅថាមិនស្ដាប់ឬក៏ឯងចង់ដូចជាយើងដែរមែនទេដែលមានកូនអត់ប្តីផើមចោលទៅទេអញ្ចឹងនោះនាងនិមកុំទៅប្រឡូកជាមួយមនុស្សប្រុសកុំទៅរាប់អានគេព្រោះឯងមិនដឹងទេថាគេមានបំណងបែបណាមកលើយើងហ៊ានណាស់ទៅដើរលេងជាមួយប្រុសម៉ែខ្ញុំមិនបានធ្វើដូចដែលម៉ែនិយាយទេបងផាត់គាត់មិនមែនជាមនុស្សបែបហ្នឹងទេម៉ែឯងគ្មានថ្ងៃមើលចិត្តមនុស្សប្រុសធ្លុះទេកុំតន់អាលកាន់ជើងគេពេកបញ្ញត្តិវិបោកយកខ្លួន5ឯងហើយរត់ចោលបាត់ទៅកុំថាយើងមិនបានដាស់តឿននោះអ្នកមីងខ្ញុំមានភាពជាកូនប្រុសគ្រប់គ្រាន់ខ្ញុំដាច់ខាតមិនប្រព្រឹត្តរឿងខុសឆ្គងរំលងប្រពៃណីនោះទេខ្ញុំជាកូនប្រុសដាំទ្រង់5ហັດខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់នឹងខ្ញុំមិនបានប៉ះពាល់កូនមីងហើយក៏មិនធ្វើឲ្យកូនមីងខូចខាតដែរខ្ញុំស្បត់ដាក់ជីវិតរបស់ខ្ញុំទាំងមូលមីងកុំម៉ៃថាមនុស្សប្រុសទាំងអស់សុទ្ធតែដូចគ្នាអីឲ្យយើងជឿជាក់យ៉ាងម៉េចបានត្រឹមតែពាក្យសម្ដីបែបនេះឯងកុំគិតថាយើងមិនដឹងឲ្យសោះឯងចង់បានខ្លួនប្រានកូនយើងឆាប់ថយចេញភ្លាមទៅកុំមកផ្ទះយើងទៀតឃើញម៉ែគេមិននៅមកបបួលកូនគេទៅដើរលេងចោលផ្ទះបញ្ញត្តិយើងប្តឹងមេភូមិឲ្យចាប់ឯងទៅម៉ែប៉ុណ្ណឹងបានហើយម៉ែបងផាត់គាត់ជាមនុស្សល្អទេម៉ែនាងឯងក៏ដូចគ្នាដែរឆាប់ចូលផ្ទះទៅនៅសម្រក់ទឹកភ្នែកទូញសោករោគស្អីទៀតឆាប់ទៅខ្ញុំជម្រាបលាសិនហើយមីងមិនបាច់លាមិនបាច់សំពះស្អីទេចេញឲ្យផុតទៅកំណត់ឯងយើងមើលដឹងដល់សដានកូនប្រុសហើយទឹមមកពីលេងសង្គ្រាមមែនទេកូនឬគេប្រាប់ថាមានបណ្ដាមនុស្សស្រីទៀតណាឆ្នាំនេះកូនឯងមានសង្សារហើយមែនទេកូនមិនក៏ធ្វើមុខស្អុយសម្បើម្លេះកូនប្រុសដើរលេងមិនសប្បាយចិត្តទេមែនទេគឺអញ្ចេះនឹងណាពងមីងទឹមស្ដីឲ្យខ្ញុំរាវតែម្ដងគ្រាន់តែនាំកូនគាត់ទៅលេងសង្គ្រាមហើយជូនមកផ្ទះវិញសោះគាត់បែរជាចោទខ្ញុំថាខ្ញុំចង់បានខ្លួនប្រានកូនគាត់ទៅវិញខ្ញុំមិនយល់សោះពងហេតុអីក៏មីងទឹមគិតដូច្នេះកូនអើយរឿងហ្នឹងគឺវាបែបនេះកាលចំនួនពុកម៉ែនិងអ្នកទឹមគឺឪពុកក្មួយនឹមហ្នឹងណាមកបោកប្រាស់អ្នកទឹមបានខ្លួនប្រានហើយក៏ដោះដៃរត់ទៅបាត់ទៅដល់ណាដល់ណីស្រុកគេបាត់ហើយធ្វើឲ្យអ្នកទឹមត្រូវពោពោះកូនតែម្នាក់ឯងហើយថែមទាំងទទួលបានពាក្យសម្ដីមើលងាយថាមានកូនតែអត់ប្តីឆាប់តូទន់លងជឿសម្ដីគេគ្រាន់តែគេនិយាយផ្អែមលួងលោមតែបន្តិចសោះក៏លះបង់គ្រប់យ៉ាងឲ្យគេដែរព្រោះតែដូច្នេះហើយទើបអ្នកទឹមតែងតែហាមឃាត់កូនព្រមទាំងមិនចង់ឲ្យកូនស្រីដើរចេញក្រៅរាប់អានអ្នកណាទេជាពិសេសគឺមនុស្សប្រុសតែម្ដងខ្លាចថាដូចខ្លួនកាលពីមុនតែខ្ញុំមិនមែនជាមនុស្សបែបហ្នឹងឯណាបើខ្ញុំស្រឡាញ់គឺស្ដីតដឹងរៀបការតែម្ដងប៉ុន្តែមីងទឹមកាច់ដាក់ខ្ញុំណាមិនដឹងថាព្រមលើកកូនឲ្យឬក៏អត់ទេបើស្អប់មិនសូវចូលចិត្តមនុស្សប្រុសដូច្នេះនោះតស៊ូកូនប្រុសបើកូនឯងស្រឡាញ់កូនគេត្រូវតែជំនះយកចិត្តម្ដាយគេឲ្យបានដោយពាក្យចាស់លោកពោលថាស្រឡាញ់មេបំពេកូនបើចង់បានកូនគេត្រូវតែយកចិត្តម៉ែក្មេងបាទពុកខ្ញុំនឹងយកជំនះចិត្តមីងទឹមឲ្យបានអញ្ចឹងទើបត្រូវណាកូនប្រុសនាថ្ងៃបន្ទាប់នៅឯវត្តអ្នកភូមិបានជោគចង្ហាន់ទៅប្រគេនជូនព្រះសង្ឃជីហោហែសួស្ដីនឹមមកតែម្នាក់ឯងទេនឹមកាត់អីហេតុអីក៏ដើរគេចពីបងនឹមបនស្រន់ពីអីដែរនឹមបងវិញបនស្រន់សូមឲ្យបានជួបនឹមគ្រប់ជាតិទាំងអស់មិនថាជាតិណានោះទេបើអូនកើតជាមនុស្សបងក៏ផ្សងកើតជាមនុស្ស
តែបើអូនកើតជាត្រីបងផ្សងឲ្យคล้ายជាទឹកដែលជាជំរករបស់អូនរស់នៅតែបើអូនคล้ายជាទេពធីតាបងផ្សងឲ្យคล้ายជាព្រះឥន្ទតែបើអូនคล้ายជាផ្កា ឯងគឺជាអាចគោផ្កាដែលដោះលើអាចគោម៉ែកិច្ចមកជួបវាតតែបាននឹងកូននេះយើងប្រាប់ហើយថាកុំនិយាយជាមួយវាទៀតកុំនៅក្បែរវាទៀតវាមានកំណត់មិនល្អជាមួយឯងដឹងឬអត់នឹងនិមខ្ញុំមិនបានកិច្ចមកជួបគាត់ទេម៉ែខ្ញុំគ្រាន់តែអុជធូបបន់ស្រន់ប៉ុណ្ណោះហើយក៏មិនបាននិយាយជាមួយគាត់ដែរបើអញ្ចឹងរួចខ្លួនបើហ៊ានផ្កើនមករកវាណាយើងវាយបែកខ្នងមិនខានទេតោះទៅវិញចាំម៉ែអ្នកម៉ែក្មេងបញ្ញាប់ទៅម្លេះមិននៅស្ដាប់ព្រះសង្ឃសូត្រធម៌សិនទេហ៎ដើម្បីឲ្យចិត្តជ្រះថ្លាមើលឃើញមនុស្សក្នុងផ្លូវល្អខ្លះផងព្រោះមនុស្សមិនមែនដូចគ្នាទាំងអស់ទេមីងអាណាម៉ែក្មេងឯងកូនយើងមិនឲ្យយកប្តីទេយើងទុកឲ្យនំដាក់ស្លឹកថ្នោតឲ្យយើងស្ដាប់ភាសាជាងព្រោះអ្នកខ្លះណាវាមិនដឹងពីទួនាទីខ្លួនឯងថាត្រូវធ្វើបែបណាជាមួយប្រពន្ធកូនទេទុកប្រពន្ធកូនចោលដើរលេងផឹកស៊ីមានស្រីញីមកធ្វើឲ្យប្រពន្ធយំយេករហាមយើងមិនត្រូវការឲ្យកូនយើងមានប្តីឡើយទៅវិញនាងនិមចាំម៉ែយ៉ាងម៉េចទៅហើយកូនឈឺដែរទេត្រូវកដាលមុខផាំងផាំងកិច្ចតន់ឬក៏អត់កិច្ចមិនតន់ទេពុកបើមកញ៉ែតបែបហ្នឹងនោះក្នុងវត្តសោះក៏ដៀលខ្ញុំកើតដែរមិញទឹមនេះខ្ញុំឡើងស្ពឹកមុខអស់ស្ពឹកមុខធ្វើអីក្រែងមិនដូចអ្វីដែលអ្នកទឹមនិយាយផងហ្នឹងឬក៏ឯងប្រព្រឹត្តដូច្នេះមែនពេលមានប្រពន្ធកូនខ្ញុំមិនធ្វើអញ្ចឹងទេពុកទៅធ្វើបាបចិត្តកូនគេធ្វើអីបើជាមនុស្សដូចតែគ្នាសោះប្អូនគេប្អូនយើងណាពុកបើសិនថ្ងៃណាមួយខ្ញុំមានកូនស្រីហើយគេធ្វើដូច្នេះដាក់កូនស្រីខ្ញុំក៏មិនសប្បាយចិត្តដូចគ្នាដែរវាប្រៀបដូចជាកម្មពៀអញ្ចឹងពុកកុំទៅធ្វើបាបលើផ្លូវចិត្តកូនស្រីនរណាអីបើយើងមិនចង់ទទួលកម្មពៀនោះធ្លាក់មកលើយើងឬក៏ក្រុមគ្រួសារយើងនាងនិមយើងហាមម្ដងទៀតដាច់ខាត់ទៅពាក់ព័ន្ធតាក់ទងជាមួយមនុស្សប្រុសបើមិនចង់មានឈ្មោះថាមានកូនអត់ប្តីដូចយើងកាលពីមុនណាត្រូវចាប់សម្ដីយើងឲ្យច្បាស់ផងមនុស្សប្រុសខ្លះគេចូលមកបោកមកលួងលោមឲ្យឯងស្លាប់ចិត្តទេគេមិនបានស្មោះត្រង់ជាមួយឯងទេកុំឆាប់ទុកចិត្តលើមនុស្សប្រុសណាឲ្យសោះបើគេមិនទាន់ក្រាបក្បាលដល់កន្លែងលើកផ្កាស្លាមកស្ដីដណ្ដឹងរៀបការជាមួយឯងទេនោះដាច់ខាត់កុំជឿតាមពាក្យគេពង្វក់ឲ្យសោះយល់អីដែលយើងនិយាយឬអត់ចាំម៉ែខ្ញុំយល់ហើយខ្ញុំមិនហ៊ានផ្កើនជាមួយម៉ែទេបើបានអញ្ចឹងគឺវាល្អហើយកុំបានតែនៅនឹងមុខហើយក្រោយខ្នងប្រព្រឹត្តខុសសម្ដីយើងជាម៉ែឯងណាយើងបង្កើតឯងមកបានក៏ធ្វើឲ្យឯងលេចទៅវិញបានដែរចា៎អ្នកម៉ែដើរលឿនមកនាងនិមនឹងអាចឆាប់បានទៅដល់ផ្ទះម៉ែខ្ញុំហត់សូមអង្គុយសម្រាប់បន្តិចសិនបានដែរទេម៉ែធ្ងន់ក៏ធ្ងន់ទៀតណាម៉ែអញ្ចឹងអង្គុយសម្រាប់សិនក៏បានដែរបាត់ហត់ចាំដើរបន្តទៀតពិសាទឹកសិនទៅមីងដើម្បីកុំឲ្យក្តៅនឹងបានតិចចិត្តខ្លះអាផាត់ឯងនេះមកតាមម៉ែកូនយើងមែនទេទៅណាក៏ជួបតែមុខឯងរហូតអញ្ចឹងខ្ញុំមិនបានតាមទេមីងគឺទៅតែមកដល់ផ្ទះសាច់ញាតិខ្ញុំតាពិសាទឹកសិនទៅមីងក្តៅខ្លាំងណាស់កុំរអ៊ូច្រើនពេកអីខ្លាចនឹងមិនបានយល់ដល់ថ្ងៃការខ្ញុំនឹងនឹមអាក្មេងនេះឆ្លើយមែនមកដាក់ទំនីយើងផងណាក្បាលម៉ាំងកត់អស់លើហើយឯងនេះម៉ែពិសាទឹកសិនទៅម៉ែម៉ែក៏ក្តៅខ្លាំងប៉ិតមែនណាម៉ែទុករឹងខឹងម្ដុំនឹងចោលសិនទៅចាំពិសាទឹករួចចាំខឹងបន្តទៀតហុចឲ្យមកទឹកដែលឯងឲ្យយើងបាញ់មិញនេះមកឲ្យម៉ាក់ផាត់ណែមីងពិសាទៅតាមស្រួលណាមីងបន្ទាប់ពីអង្គុយសម្រាប់បាត់ហត់មីងទឹមនិងកូនស្រីបំរុងលើកអស់ទូលដើរទៅមុខទៀតប៉ុន្តែនីផាត់ក៏បានលើកលីដើរទៅមុនមិនបាច់មកយកចិត្តយើងទេអាក្មេងចម្លើយខ្ញុំជាមនុស្សដែលមានចិត្តឃើញមនុស្សចាស់និងស្រីក្មេងទូលអស់បែបនេះក៏ចង់ជួយមីងឆាប់ដើរតាមមកនឹងបានទៅដល់ផ្ទះហើយចាំដៀលខ្ញុំតាមក្រោយទៅមីងវាតមាត់ឲ្យប្របាច់តែម្ដងអស់នឹងដាក់ទៅនេះមែនទេមីងដល់ផ្ទះហើយមិនក៏មិនព្រមដាក់ចោះនៅមកសួរទៀត
បើមិនដឹងថាដាក់នៅត្រង់ណាទេយកមកដាក់លើក្បាលយើងតែម្ដងទៅ ខ្ញុំគ្រាន់តែសួរក៏ខុសដែរបើអញ្ចឹងខ្ញុំដាក់នៅមុខផ្ទះនេះហើយ ទៅផ្ទះឯងវិញទៅបើរួចហើយនោះកុំនៅឲ្យយើងឃើញមុខឯងយូរទៀតប្រយ័ត្នយើងអត់បានណាចោលមកអង្គត់អស់រយៈក្បាលទៅ សំបាយមកពេលមកមីងខំជួយលើកអស់មកដល់ផ្ទះហើយថ្ងៃក៏ក្តៅអស់ក៏វាធ្ងន់ទៀត យើងមិនបានប្រើឯងទេទៅឆាប់ចេញឲ្យផុតពីផ្ទះយើងឲ្យលឿនអាក្មេងចម្លើយ ទៅក៏បានដែរបងទៅសិនហើយនឹមខ្ញុំលាសិនហើយអនាគតម៉ែក្មេង សម្លឹងស្អីទៀតនីមឆាប់ទៅដាំបាយទៅនៅសម្លឹងអាក្មេងចម្លើយនឹងដងកាលណាទៀតចាំម៉ែខ្ញុំទៅហើយថ្ងៃបន្ទាប់ នឹមម្នេះបន្តិចមកនឹម បងផាតបងមករកអីប្រយ័ត្នម៉ែខ្ញុំចេញមកឃើញស្ដីឲ្យបងទៀតទៅបងឆាប់ត្រឡប់ទៅវិញទៅកុំមករកខ្ញុំទៀតអីចាណាក៏ខ្ញុំតាមម៉ែខ្ញុំស្រាប់ហើយ មិនបានមកញ៉ែទេតែយកអាលឹកយកមកឲ្យតាយកទៅហូបទៅឲ្យតិចចិនព្រោះឥឡូវមេឃក្តៅខ្លាំងណាស់ហើយមើលថែសុខភាពផងណាប្រយ័ត្នឈឺផ្ដាំសួរសុខទុក្ខអនាគតម៉ែក្មេកផងហើយប្រាប់គាត់ថាកុំឲ្យឆ្នះពេកមុននឹងក្រោយគង់តែខ្លាយជាគ្រួសារតែមួយទេ អាក្មេងចម្លើយឯងមកញ៉ែកូនយើងទៀតហើយមែនទេនីមឆាប់មកណែកុំនៅចិត្តវាមកលឿនឡើងមិញទឹមចោលតាំងតោប៊ីតែត្រីមីថាតែសំណាញ់ល្អវាធ្លាក់ចុះនៅលើដី កាចម្លេះមីងខ្ញុំទៅសិនហើយមិននៅទៀតទេសុទ្ធតែលេងចោលប៉ាំងតោអញ្ចឹងនោះ ចេះរត់លឿនឯងនេះបើនៅយូរបន្តិចទៀតណាយើងចោលតាំងតោទៀតមិនខានទេហើយស្អីកាន់ក្នុងដៃនឹងនីមបងផាត់ចូលឲ្យលឹកបាក់ផ្ញើទុកឲ្យម៉ែពិសាចាំខ្ញុំយកទៅចិត្តជូនម៉ែពិសាណាថារួចនីមក៏ដើរចេញទៅអាក្មេងនេះចិត្តបានក្រត់បើតែវាឆ្លើយដាក់យើងណាស់យើងមិនចិត្តទុនងាយទេ មីងទឹមខ្ញុំយកថ្នោតមកឲ្យមីងនៅទេ យើងនៅតើមកស្រ័យស្អីកាត់ជប់ប្រលប់អញ្ចឹងទៀតហើយ យកថ្នោតមកជូនមីងខ្ញុំឆ្កឹះយកសាច់រួចហើយអញ្ជើញមីងពិសាចុះតែកុំពិសាអស់ខានអនាគតប្រពន្ធខ្ញុំណាខ្ញុំលាសិនហើយមីង វាប្រុងយកចិត្តឯងដងកាលណាទៀតនឹងម៉ែរអ៊ូអីអំបាញ់មិញអ្នកណាមកមែនទេម៉ែយកថ្នោតប្រឆៃទៅកុំសួរច្រើនពេកនេះពេលព្រឹកពូផុននិងកូនប្រុសក៏បានមកដល់ផ្ទះមិញទឹមអ្នកមករកស្អីកាត់ព្រឹកដូចនេះនេះមានផ្លែឈើស្អីមកទៀតនេះចង់មកក្នុងគោលបំណងអី មកសួរកូនអ្នកឲ្យកូនប្រុសខ្ញុំនឹងណាអ្នកលើកឲ្យវាទៅវាស្មោះត្រង់ស្រឡាញ់កូនអ្នកមែនណាអ្នកអើយរឿងដែលកន្លងហួងឲ្យវាហួសទៅចុះកុំទៅគិតច្រើនក្នុងអតីតកាលអីអ្នកមនុស្សក្នុងលោកមិនមែនដូចគ្នាទាំងអស់នោះទេអ្នកមើលក្មេងៗក្នុងផ្លូវល្អខ្លះផងពួកយើងក៏ស្គាល់គ្នាតាំងពីកំមុំកំឡោះមកម្លេះទុកថាយោគយល់ដល់ខ្ញុំផងទៅអ្នក ខ្ញុំខ្លាចតែកូនអ្នកឯងនេះធ្វើឲ្យកូនស្រីខ្ញុំឈឺចាប់វេទនានោះទេ បើវាធ្វើបាបកូនអ្នកមិនបាច់អ្នកធ្វើអីវាទេទុកឲ្យខ្ញុំនេះបដៅវាចេញតែម្ដងឲ្យវាដឹងខ្លួនតែកូនប្រុសខ្ញុំវាមិនចឹងទេវាស្មោះត្រង់ណាស់អ្នកជាពិសេសគឺចេះជួយទុកធរៈមនុស្សចាស់ទៀត ខ្ញុំមិនទាន់សម្រេចចិត្តទេចាំមើល2ឆ្នាំអីទៀតសិនទៅអ្នក អ្នកយកយល់ដល់មុខខ្ញុំផងទៅអ្នកទុកថាខ្ញុំសុំទៅចុះ ឲ្យប្រកាសថាមិនធ្វើឲ្យកូនយើងខូចចិត្តបើពុំនោះទេណាយើងចោលតាំងតោលើក្បាលឯងហើយ ខ្ញុំសុំស្បត់ដាក់កិត្តិយសដែលជាកូនប្រុសរបស់ម៉ែក្មេងខ្ញុំមិនធ្វើឲ្យនឹមខូចចិត្តទេ ឲ្យវាបានចឹងរហូតទៅ6ខែក្រោយមកនីផាត់និងនីងនីមរៀបការជាមួយគ្នាបានច្រើនខែមកហើយដោយរស់នៅជាមួយម្ដាយក្មេកគ្រួសារខាងស្រីនីងនីមកំពុងតែឆៃស្វាយជ្រលក់អំបិលម្ទេស
យំរឿងស្អីនឹងនាងនិមហើយចោះឯណាប្តីកូនឯងវាទៅណាហើយហេតុអីក៏យំហាឬយើងសួរដែរទេខណៈពេលនោះផងដែរនីផាត់ក៏បានដើរមកដល់ឯងធ្វើឲ្យកូនយើងខូចចិត្តរឿងស្អីមែនទេអាផាត់ឯងក៏បាត់ពាក្យសន្យាហើយមែនទេអាក្មេងចម្លើយនិយាយរួចមីងទឹមក៏បានទាញចានអំបិលម្ទេសចោលចំក្បាលកូនប្រសា អូយម៉ែមកចោលចានដាក់ខ្ញុំធ្វើអីបែកក្បាលចេញឈាមឲ្យទៅដឹងឈឺខ្លាំងណាស់ឯងធ្វើឲ្យកូនយើងយំយើងត្រូវតែបដៅឯងចេញម្ដងម៉ែបងផាត់មិនបានធ្វើឲ្យខ្ញុំខូចចិត្តស្អីទេម៉ែហើយចោះឯងយំរឿងស្អីបើវាមិនបានធ្វើឲ្យឯងខូចចិត្តនោះគេថាអំបិលម្ទេសវាហើពេកនឹងណាម៉ែតើខ្ញុំឈិតឆក់យំចឹងទៅខ្ញុំចាញ់កូនចង់ឆៃស្វាយជ្រលក់អំបិលម្ទេសតើបងផាត់បងអំបិលម្ទេសដាក់ម្ទេសច្រើនចឹងឲ្យឆៃម៉ែចូលលើគាត់ខុសហើយហើយម៉ែសុំទោសកូនប្រសាហើយឯងពោកក្បាលបាត់ហើយនឹងទម្រាំតើម៉ែដឹងខ្ញុំពោកក្បាលឬក៏អាចបែកក្បាលមែននឹងបងឯងទៅរៀបការជាមួយគេហើយក៏លេងលះឬត្រឡប់មកទីនេះហើយប្រាប់ថាចង់ប៉ប៉ៅនៅរកកំហុសគ្រប់យ៉ាងខ្ញុំដូចជាពិបាកស្មានចិត្តបងឯងពេញហើយខ្ញុំនៅទីនេះមានក្តីសុខជាមួយនឹងអវត្តមានរបស់បងចឹងហើយទោះមានបងឬក៏អត់បងក៏មិនថ្មីដែររឿងប៉ះប៉ៅសងនេះពេលជប់ជ្រៅណាស់ទៅហើយភ្នក់ភ្លើងនៅតែបន្តឆេះដែលនៅតែមានអ្នកដាក់អង្គុយអាំងភ្លើងនៅពីមុខភ្នក់ភ្លើងនេះផងដែរកាត់ទៅបងឯងមកវិញហាក់បីដូចជានាំអ្វីមួយមកកាន់ទីនេះអញ្ចឹងតើវាជាអ្វីដែរទៅហេតុអីក៏មកវិញខ្ញុំមិនយល់ទេបងមកទីនេះគឺគ្រាន់តែចង់ប៉ះប៉ៅជាមួយកំហុសឆ្គងដែលបងបានប្រព្រឹត្តខុសចំពោះអូនបងសូមរ៉ាប់រងទុកទណ្ឌគ្រប់យ៉ាងចំពោះកំហុសទាំងនោះដែលវាបានកើតឡើងបងឯងទៅរៀបការជាមួយគេហើយក៏លេងលះឬត្រឡប់មកទីនេះហើយប្រាប់ថាចង់ប៉ះប៉ៅនៅរកកំហុសគ្រប់យ៉ាងខ្ញុំដូចជាពិបាកស្មានចិត្តបងឯងពេញហើយខ្ញុំនៅទីនេះមានក្តីសុខជាមួយនឹងអវត្តមានរបស់បងចឹងហើយទោះមានបងឬក៏អត់បងក៏មិនថ្មីដែរបងយល់ចំពោះសម្ដីដែលអូននិយាយបងខុសទាំងស្រុងបងមានតែពាក្យថាសុំទោសវាជាកំហុសឆ្គងដែលបងបានសាងឡើងដោយអចេតនាក្នុងគំនិតក្មេងខ្ចីរបស់បងកាលពីបងឯងរៀបការបងឯងមានអាយុ22ឆ្នាំហើយមិនមែនជីវិតដែលថាមិនចេះគិតទាំងស្រុងទេតែបងឯងខ្ជិលកាត់បងឯងបានជាគិតតែពីរឿងសប្បាយវាជាទង្វើមួយដែលខ្ញុំពិបាកទទួលយកណាស់ខ្ញុំសុំតែដេញសិនហើយណាគ្មានអីដែលត្រូវនិយាយច្រើនទៀតទេខ្ញុំដឹងថាខ្ញុំខុសមែនតែរឿងអតីតកាលខ្ញុំមិនចង់នឹកនាទៀតទេខ្ញុំត្រឡប់មកវិញនេះគ្រាន់តែចង់ប៉ះប៉ៅកំហុសឆ្គងរបស់ខ្ញុំបើប៉ះប៉ៅគ្រប់អស់ហើយទោះគេមិនទទួលខ្ញុំក៏ជាសិទ្ធិរបស់គេខ្ញុំមិនអាចបង្ខំគេបានទេវងក៏បានទៅផ្ទះរបស់គេដែលនៅជាប់របងផ្ទះឌុងត្រាននេះតែម្ដងនាពេលព្រឹកព្រលឹមវងក្រោកមករែកទឹកដាក់នៅក្នុងពាងចិត្តពេញទៅហើយឪពុកក៏បានឃើញហើយក៏បានពោលឡើងរែកទឹកធ្វើស្អីកូនក្រោកតាំងតែពីថ្មើរណាមើលមេឃនៅមិនទាន់ភ្លឺស្រួលបួលទេហើយក៏ប្រឹងម្លេះកូនខ្ញុំមិនចង់ឲ្យពុកត្រូវហត់នឿយដោយរែកទឹកដោយខ្លួនឯងទៅហត់ស្អីទៅបើម៉ាស៊ីនបូមទឹកមានដែរសោះដាក់តែមកខ្វាញ់ពេញពាងបាត់ទៅហើយឧស្សាហ៍ខុសទំនងមិនចេះសួរឪសោះពុទ្ធោពុកខ្ញុំរែកពេញពាងទៅហើយពុកទៅមិនប្រាប់ហេតុអីពីម្សិលមិញពុកមិនប្រាប់ឲ្យហើយពុកមិនប្រាប់ព្រោះតែកូនឯងនេះវាខ្ជិលបានជាមិនប្រាប់ពេលអស់ទឹកប្រើការពុកនឹងប្រើម៉ាស៊ីនបូមយកតែម្ដងហត់មកព្រឹកធំតែម្ដងឲ្យខ្ញុំពុកអើយមិនក៏ពុកធ្វើបាបកូនប្រុសនេះម្ល៉េះមិនសួរឪខ្លួនឯងសោះអាកូននេះហើយតាំងមកថាឪមិនបានប្រាប់ឧស្សាហ៍ជ្រុលឲ្យសមមុខទៅពុកឌឺខ្ញុំណាងូតទឹកតែម្ដងទៅអញ្ចឹងបើរែកទឹកហត់បែកញើសកខៀអញ្ចឹងហើយនោះបាទខ្ញុំទៅងូតទឹកហើយចុះម៉ែអត់តន់ក្រោកទេអីពុករាល់ថ្ងៃម៉ែតែងតែក្រោកពីព្រលឹមមុនខ្ញុំនឹងពុកតែថ្ងៃនេះស្ងាត់ម៉ែឲ្យឈឹងម៉ែឯងអស់កម្លាំងអញ្ចឹងអាចនឹងក្រោកយូរបន្តិចកុំទៅខ្វល់ពីម្ដាយក្រោកពេលណាអីតែខ្លួនឯងនេះទៅងូតទឹកទៅបាទពុក
អ្នកជាឪពុកចូលទៅក្នុងផ្ទះវិញរីឯកូនប្រុសក៏បានងូតទឹកខណៈដែលដួងត្រាដើរចេញពីផ្ទះមកកាត់របងដែលជាប់គ្នានេះហើយក៏បានឃើញតែម្ដងហេតុអីមកទាំងព្រឹកអញ្ចឹងខ្មាច់មែនដែរទេអូនឯងដើរឃើញខ្មោចចេះងូតទឹកមិនមែនអូនបងជាមនុស្សសុទ្ធសាធបងមិនមែនជាខ្មោចអីទាំងអស់អូនឯងគួរតែយល់ហើយចង់មកងូតទឹកជាមួយបងដែរទេផ្ដេសផ្ដាស់មែនទេហើយខ្ញុំមិនទៅងូតទឹកជាមួយទេងូតតែម្នាក់ឯងចុះអូខេប្រហែលជាអៀនខ្ញុំហើយមើលទៅនាពេលរសៀលមានពិធីបុណ្យគម្រប់ខួប100ថ្ងៃដែលអ្នកនៅក្នុងភូមិម្នាក់បានលាចាកលោកទៅអ្នកខ្លះមកចូលបុណ្យហើយក៏បានទៅខ្ចប់ទៅផ្ទះវិញឯអ្នកខ្លះទៀតក៏បានជជែកនៅក្នុងរោងបុណ្យបន្ត100ថ្ងៃលឿនណាស់គាត់ដូចជានៅស្រស់ញញឹមហើយសង្ខារជីវិតយើងណាមិនទៀងទេដូច្នេះការដែលរស់នៅនេះជាបុណ្យរបស់យើងហើយយើងក៏ត្រូវតែប្រឹងប្រែងធ្វើបុណ្យឲ្យបានច្រើនទៅថ្ងៃមុខស្លាប់ទៅក្រែងលោបានឡើងឋានសួគ៌អូយយូរទៅនិយាយពីរឿងចឹងកើតដែររឿងធ្វើបុណ្យគឺធ្វើហើយតែរឿងដែលស្លាប់នេះណាមើលទៅមិនអាចជួយបានទេព្រោះខ្ញុំមកចង់រស់នៅមានជីវិតយូរណាស់វាតាមយថាកម្មទេណាអើយរឿងស្លាប់រស់នេះអ្នកណាក៏មើលមិនឃើញដែរហើយកូនអ្នកនៅឯណាវិញទៅអូយនោះកូនប្រុសខ្ញុំកូនណាមកនេះមកចាស់ចង់ឃើញមកជំរាបសួរមីងសុខសប្បាយឬក៏អត់មីងសុខសប្បាយទេតែហេតុអីក៏មកស្រុកវិញគេដេញមែនទេក្មួយបានជីរត់មកផ្ទះវិញអញ្ចឹងមីងកុំនិយាយដូច្នេះអីខ្ញុំមិនបានត្រូវគេដេញចេញពីផ្ទះទេខ្ញុំមកនេះគឺមកចិញ្ចឹមឪពុកម្ដាយខ្ញុំដែលគាត់ជាចាស់អស់ទៅហើយខ្ញុំបានលេងគ្នាជាមួយប្រពន្ធខ្ញុំត្រឹមត្រូវហើយមុនមកស្រុកកំណើតវិញខ្ញុំមិនបានត្រូវប្រពន្ធដេញចេញពីផ្ទះទេកូនខ្ញុំមិនបានត្រូវនរណាម្នាក់ដេញចេញពីផ្ទះទេចឹងហើយកុំនិយាយចឹងទៀតអីយល់ដែរទេអ្នកព្រោះកូនខ្ញុំមកគេដឹងពីសុខទុក្ខឪពុកម្ដាយបានជាត្រឡប់មករកឪពុកម្ដាយវិញនោះខ្ញុំសួរនាំឲ្យតែបានដឹងទេណាអើយស្មានថាត្រូវគេទាត់ចោលអូយទាត់ចោលស្អីអូនខ្ញុំមានតែគេវល់មិនឲ្យលេងគ្នាអ្នកចេះតែនិយាយឲ្យតែក្មេងគិតមិនល្អហើយណែនោះមួយដួងតើហ្នឹងណែមកចូលរួមក្នុងពិធីបុណ្យនេះដែរណោះហេតុអីក៏ប្រញាប់ទៅវិញម្លេះក្មួយខ្ញុំសុំទៅផ្ទះមុនឲ្យម៉ែជម្រាបលាកូននេះរហ័សទៅណាទេសង្ស័យទៅតាមក្មួយដួងហើយអស់ចិត្តពីអ្នកក្រុងមករកកំមុំអ្នកស្រុកស្រែវិញហើយមកទៅនោះអូយណែអ្នកអត់ចេះស្ងៀមសោះតែម្ដងហ្នឹងមាត់ហ្នឹងអត់មិនបានឥឡូវហើយខ្ញុំនិយាយលេងសើចទេកុំឲ្យអ្នក stress តើដួងចាំបងផងអូនអញប្រញាប់ទៅណាហ្នឹងកុំដើរលឿនពេកបានអត់បងឯងមកតាមខ្ញុំធ្វើអីដែរទេបងតាមព្រោះតែចង់តាមវាគ្មានមូលហេតុអីច្រើនទេតាមចង់ប៉ះប៉ូវកំហុសឆ្គងតើអាចដែរទេអូនតើបងសុំត្រូវគ្នាធ្វើជាសង្សារនឹងគ្នាម្ដងទៀតបានទេបងត្រឡប់មកស្រុកកំណើតយើងវិញហើយព្រោះបងមានទួនាទីត្រូវមកប៉ះប៉ូវកំហុសឆ្គងអូនដឹងអត់ពេលបងរៀបការនោះបងមិនបានធ្វើព្រោះតែមានចិត្តលើគេទេបងធ្វើព្រោះចង់ឲ្យអូនមានសុវត្ថិភាពគ្រូទាយថាបើពួកយើងនៅតែតាក់ទងគ្នាបន្តទៀតយើងនឹងត្រូវព្រាត់ស្លាប់ម្នាក់តលតែមួយឆ្នាំក្រោយមកទើបអាចវិលមកជួបគ្នាសាជាថ្មីទៀតបានហើយពេលនេះបងក៏មកវិញហើយយើងមកតាក់ទងគ្នាម្ដងទៀតបានទេខ្ញុំលាសិនហើយដាច់ចិត្តពេកហើយខ្ញុំដឹងថាវាជាកំហុសរបស់ខ្ញុំទើបវាคล้ายទៅជាបែបនេះនាពេលជប់ឡើងអ្នកដែលជាឪពុកម្ដាយក៏បានសួរទៅកាន់កូនប្រុសប្រាប់ម៉ែមកថាកូនឯងនៅតែមានចិត្តលើកូនអ្នកចិត្តខាងយើងនេះមែនទេនិយាយមកកូនពុកម៉ែចង់ស្ដាប់ឮចេញពីមាត់កូនផ្ទាល់បានខ្ញុំនៅតែមានចិត្តលើដួងពុកម៉ែក៏ដឹងស្រាប់ហើយថាខ្ញុំរៀបការព្រោះតែដើម្បីអីខ្ញុំនិងប្រពន្ធខ្ញុំក៏មិនសូវជាចោះសម្រុងនឹងគ្នាយើងតែងតែលកម្មលកោសជានិច្ចខ្ញុំបារម្ភពីសុខទុក្ខដួងដូចគ្នានៅក្នុងពេលនេះហើយឯងនៅតែមិនដាច់អាល័យពីគេមែនទេបើមិនដាច់អាល័យទេព្យាយាមស្រួលគេវិញទៅខ្ញុំកំពុងតែព្យាយាមហើយ
ម៉ែពុកកុំបារម្ភអីខ្ញុំនឹងយកនាងឲ្យបានស៊ូណាកូនឪបាទពងនៅថ្ងៃបន្ទាប់វងបានយកភីសាមួយប្រអប់មកអត់លើមផ្ទះឌុងត្រាមករកអីដែរទៅក្មួយខ្ញុំមករកដួងកូនមីងនៅផ្ទះឬក៏អត់ខ្ញុំយកភីសាយកមកជូនមីងនឹងដួងហូបកូនមីងនៅក្នុងផ្ទះអត់មានចេញទៅណាទេថ្ងៃនេះមីងយកភីសានេះទៅខ្ញុំទៅផ្ទះខ្ញុំមកផ្លែនវងក៏បានរត់ទៅផ្ទះពេលឃើញមានរថយន្តបើកមុខឈប់នៅមុខផ្ទះរបស់គេអូនមកមានការអីខ្ញុំមកតាមបងឯងទៅផ្ទះវិញយើងត្រូវគ្នាវិញទៅណាខ្ញុំនឹងធ្វើទូនាទីជាប្រពន្ធល្អរបស់បងឈប់រករឿងឆ្លោះរៀលដាល់ដល់ឪពុកម្ដាយបងទៀតហើយខ្ញុំសន្យាខ្ញុំនឹងបំពេញទូនាទីជាកូនប្រសារល្អម្នាក់ពេលមកផ្ទះពុកម៉ែក្មេកណានឹងមិនស្ដោះទឹកមាត់ពេបជ្រាយទៀតទេវាចប់ហើយឲ្យវាហួសទៅបងក៏អស់ចិត្តដែរបងមិនសមនៅក្បែរអូនទៀតទេបងរៀបការជាមួយអូនព្រោះតែអីអូនក៏ដឹងដែរបងមិនចង់រំលឹកពីវាទៀតទេយើងដឹងច្បាស់រៀងខ្លួនការនោះមែនទេខ្ញុំជួលគ្រូឲ្យទីថាអញ្ចឹងហើយបងក៏ជឿលងដល់ហើយរឿងអីដែលគ្រូនោះក៏ហក់មិនបានមានលុយគឺមានអ្វីគ្រប់យ៉ាងបងឯងត្រូវដឹងពីចំណុចនេះផងទៅអញ្ចឹងហ៎បងឆោតល្ងងពិតមែនដែលជឿដោយគ្មានការពិចារណាតែពេលនេះបងក៏បានដឹងច្បាស់អំពីវាដែរអូនពិតជាសាហាវអាចយកលុយមកធ្វើជាធ្នាក់បោកបញ្ឆោតមនុស្សល្មមឃ្លានប្រាក់បានយ៉ាងងាយបងសរសើរដោយស្មោះហើយបងក៏ជឿដោយមិនគិតគូរត្រូវបំភ័យហើយក៏ខ្លាចសឹងតែព្រលឹងរត់ចេញពីខ្លួនតែល្អហើយបងបានដឹងការពិតអូនចាំបាច់មកជន់ទីនេះទៀតទេបានគ្មានបងឯងខ្ញុំក៏មិនខ្វះទេអ្នកដែលចង់បានខ្ញុំនោះនិយាយចប់ហើយនាងក៏បើករថយន្តចាក់ចេញទៅស្របពេលជាមួយគ្នានោះដួងត្រាក៏បានឈរក្បែររបងនិងបានលឺគ្រប់ម៉ាស់ដួងវាជាកំហុសអ្នកណាខ្ញុំឬក៏បងឯងវាជាកំហុសបងដែលជឿដោយមិនគិតពិចារណាសូម្បីតែបន្តិចព្រោះគ្រូនឹងមានអ្នកល្បីតគ្នាច្រើនទើបធ្វើឲ្យជឿតែគ្រូនឹងត្រូវទឹកលុយលុបបំបត្តិភាពទៀងត្រង់តែបងក៏ខុសបើជឿជាក់លើចិត្តខ្លួនឯងវាក៏មិនកើតជារឿងបែបនឹងដែរខ្ញុំក៏និយាយលេងចឹងពេលដែលបងជឿងប់មិនគិតមិនកូននោះវាជារឿងដែលត្រូវពិចារណាតែបងវិញមិនពិចារណាសោះបងសុំទោសបងមកប៉ះប៉ៅលើកំហុសបងធ្លាប់សាងបានទេបងសន្យាថាបងនឹងមើលថែអូនអស់មួយជីវិតបងស្បត់ដាក់ជីវិតនេះបងចង់ប៉ះប៉ៅពិតមែនខ្ញុំលើកលែងតែវាក៏ជាលើកចុងក្រោយដូចគ្នាបានបងនឹងមិនសាងកំហុសឆ្គងទៀតទេគ្រាមុនបងឆោតបងល្ងងបងជឿគេមិនកិនបងនឹងប៉ះប៉ៅក្នុងឱកាសចុងក្រោយនេះយើងនឹងរៀបការជាមួយគ្នាណាចាជាងប់ដែលគ្មានការពិចារណាមួយនោះធ្វើឲ្យរឿងរ៉ាវដូចឆាកល្ខោនសម្រាប់អ្នកមានលុយលើកដាក់ឲ្យសម្ដែងអតីតប្រពន្ធគេជាអ្នកមានដែលជោគលុយបោកបញ្ឆោតបង្វិលគេដោយក្របអប៉ោងពីរឿងគ្រូនោះចំណែកឯវងនិងដួងត្រាវិញក៏បានត្រឡប់មកជួបគ្នាជាថ្មីដែលគេក៏បានប៉ះប៉ូវកំហុសឆ្គងសងក្នុងពេលបច្ចុប្បន្នដែលរស់នៅជាមួយគ្នា